របៀប encrypt file ដោយប្រើ CMD នៅក្នុង Windows អញ្ចឹងយើងចូលមកកាន់ location ណាមួយមកយើងកើត folder មួយហើយខ្ញុំយក file ថ្មីមួយដាក់បញ្ចូលដើម្បី encrypt ទៅមកខ្ញុំចូលកាន់ CMD ហើយចូលទៅកាន់ path ហ្នឹង path ដែលយើងបានដាក់ file ហ្នឹងហើយចាប់ផ្ដើមខ្ញុំ rename វាមួយដោយសារវាវែងពេកអញ្ចឹងណាខ្ញុំស្រួល demo អញ្ចឹងខ្ញុំ rename ទៅជា test case ស្រួលយើង demo អញ្ចឹងបន្ទាប់មកដើម្បីសូ file ហ្នឹងគឺយើងវាយ dir មក directory ហ្នឹងបន្ទាប់មកយើងចង់ encrypt file ហ្នឹងគឺយើងប្រើ ci pher/e អញ្ចឹង file ហ្នឹងគឺវា encrypt ហើយអញ្ចឹងបន្ទាប់ពីវា encrypt ខ្ញុំបាន switch ទៅកាន់ user មួយទៀតដែលមិនមែនជា current user ខ្ញុំកំពុងប្រើអញ្ចឹងបន្ទាប់ពីខ្ញុំចូលទៅកាន់ user ថ្មីហើយខ្ញុំបានចូលទៅកាន់ location ហ្នឹងអញ្ចឹងទីតាំងហ្នឹងជាកន្លែងដែលខ្ញុំ save ហើយខ្ញុំបាន encrypt file អញ្ចឹង file ហ្នឹងបន្ទាប់ពីយើង encrypt ហើយគឺ user មានតែ user យើងផ្ទាល់ទេទើបអាចបើកមើល file ហ្នឹងបានអញ្ចឹងណាបើសិនជា laptop របស់យើងuser ផ្សេងគេចូលប្រើអញ្ចឹងគឺប្រើ file ហ្នឹងអត់បានទេអូខេពេលយើងចូលមកកាន់ user របស់យើងវិញយើង view បានធម្មតាអូខេបាយ